ហើយអ្វីបានជាមាសធ្លាក់ចុះទោះបីជាមានភាពមិនច្បាស់លាស់នៃសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលដែលមីស៊ីលចាប់ផ្ដើមហោះកាត់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈប្រតិកម្មរបស់ទីផ្សារបានដើរតាមគន្លងដែលគេធ្លាប់ស្គាល់តម្លៃប្រេងបានហក់ឡើងខ្ពស់ទីផ្សារពីហ៊ុនបានធ្លាក់ចុះហើយវិនិយោគិនបានសម្រុកទៅរកជំរកសុវត្ថិភាពភ្លាមមាសដែលជាជំរកចំណាស់ជាងគេបំផុតនោះបានហក់ឡើងដល់ទៅលើស$5,400ក្នុង1អោនឬក៏$6,506ក្នុង1តម្លឹងក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះប៉ុន្តែបន្ទាប់មកទោះបីជាសង្គ្រាមនៅតែអូសបន្លាយយ៉ាងសាហាវក៏ដោយក៏តម្លៃមាសបាននៅត្រឹងអស់រយៈពេលជាច្រើនសប្តាហ៍មុនពេលធ្លាក់ចុះយ៉ាងខ្លាំងមកនៅតម្លៃក្រោម$4,200ក្នុង1អោនឬក៏ស្មើ$5,060ក្នុង1តម្លឹងកាលពីថ្ងៃច័ន្ទជាទូទៅមាសត្រូវបានគេប្រើជាខែលការពារប្រឆាំងទៅនឹងអតិផរណាដោយរក្សានៅអំណាចទិញក្នុងរយៈពេលវែងទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលខ្លីផលចំណេញរបស់វាអាចនឹងខកចិត្តជាពិសេសនៅពេលដែលអត្រាការប្រាក់ពិតប្រាកដដែលជាទិន្នផលកែតម្រូវតាមអតិផរណាបានកើនឡើងលោក Mark Haveli ប្រធានផ្នែកវិនិយោគនៅ UBS Global Wealth Management បានលើកឡើងថាមាសគឺជាឧបករណ៍ការពារទល់ទៅនឹងផលប៉ះពាល់រីករាលដាលនៃចំនួនច្រើនជាងការការពារទល់ទៅនឹងការគំរាមកំហែងដោយផ្ទាល់នៃសង្គ្រាមលោកបានបន្ថែមថាការប្រែប្រួលតម្លៃមាសចុងក្រោយនេះគឺឆ្លុះបញ្ចាំងអំពីឥរិយាបថប្រវត្តិសាស្ត្រដូចជាកាលពីពេលរុស្ស៊ីឈ្លានពាននៅប្រទេសអ៊ុយក្រែនក្នុងឆ្នាំ2022និងចំនួននៅមជ្ឈិមបូព៌ានាពេលកន្លងមកតម្លៃមាសបានហក់ឡើងនៅពេលដំបូងបន្ទាប់មកក៏ថយចុះវិញនៅពេលដែលវិនិយោគិនងាកទៅស្វែងរកសាច់ប្រាក់ដែលងាយស្រួលនិងជម្រើសផ្សេងទៀតដូចជាទ្រព្យសកម្មថាមពល